វិនាទីបន្ទាប់ CG ស្លៀករ៉ូបអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតបង្ហាញខ្លួននៅមាត់ទ្វារមុខនៅក្រោមស្បែកគឺស្រស់ស្អាតនិងស្ងប់ស្ងាត់ជាមួយនឹងស្នាមញញឹមដូចនៅក្នុងរូបថតបេះដូងគេឆេងលោតញាប់យ៉ាងខ្លាំងការរៀបចំនិយាយទាំងអស់ជាប់នៅក្នុងបំពង់របស់គាត់ពេលគាត់ហៀបនឹងបោះជំហានទៅមុខធ្វើកាត់ប្រកិច្ចជាកូនកំឡោះពេលនោះនៅម្ខាងទៀតព្រំក្រហមមនុស្សចម្លែកម្នាក់ដែលមានចិត្តស្ងប់និងនៅល្អបានដើរកាត់គាត់ហើយដើរយឺតទៅរកដើមកំរាលព្រំដើរឆ្ពោះទៅរកស៊ីជីដែលនៅក្នុងសាលធំហើយលាដៃទៅឲ្យនាងសំឡេងហូរដោយក្តីរីករាយនៅជុំវិញសំឡេងនោះបានបន្លឺឡើងពីពេញសាលពិធីជប់លៀងឥឡូវនេះចូលយើងទះដៃសំឡេងអបអរសាទរស្វាគមន៍មកកាន់មនុស្សដែលមានសុភមង្គលបំផុតនៅថ្ងៃនេះគូស្វាមីភរិយាថ្មីថ្មោងដ៏ស្រស់ស្អាតមួយគូកូនក្រមុំអ្នកនាងឆៃឆាយនិងកូនកំឡោះដ៏សង្ហារបស់យើងលោកគូស៊ីគៀវខៀវជើងហ្គីឆេងដែលលាតសន្ធឹងហៀបជំហានត្រូវបានជាប់គាំងនៅនឹងកន្លែងឈាមនៅក្នុងខ្លួនគាត់ហូរខ្លាំងបុកទៅលើខួរក្បាលអ្វីទាំងអស់នៅពីមុខគាត់ចាប់ផ្ដើមរមួលរង្គើមានតែស្រមោលកាន់ដៃគ្នានៅចំកណ្ដាលព្រំពណ៌ក្រហមច្បាស់លាស់ឆេតមិត្តម្នាក់នៅក្បែរនោះអាស្ទើរតែឲ្យចេញពីដៃទេបងឆឹងមានរឿងអ្វីកើតឡើងនៅទីនេះកូនកំឡោះឈ្មោះគូស៊ីដូច្នេះគឺសំដៅលើអាពាហ៍ពិពាហ៍គូស៊ីហ្វូងមិត្តយល់ច្រឡំសំឡេងនិយាយគ្នារបស់ហ្វូងមិត្តដូចជាក្រុមឃ្មុំដែលភ័យស្លន់ស្លោនិងគ្មានទីពឹងតែទោះជាយ៉ាងណាមិនអាចបំបែកភាពស្ងាត់ឈឹងដ៏មុតស្រួចនៅក្នុងត្រចៀករបស់គេចាញ់បានទេសម្លឹងមើលឆៃឆាយដោយសម្លក់មើលស្នាមញឹមនៅលើមុខរបស់នាងសម្លឹងមើលម្រាមដៃរបស់នាងកាន់ដៃបុរសម្នាក់ទៀតទេនេះមិនត្រឹមត្រូវទេគាត់ភ្លាមនោះរុញហ្វុងមើលប្រុសស្រីស្ថិតក្នុងស្ថានភាពនោះមិនអើពើនឹងអ្វីទាំងអស់ប្រញាប់ប្រញាល់ឆ្ពោះទៅកណ្ដាលកំរាលព្រំក្រហមប៉ុណ្ណោះគូឆឹងស្រមោលមួយលឿនជាងនេះទៅទៀតបានបិទផ្លូវរបស់គាត់ខាងស៊ីននៅពេលនេះមុខរបស់គាត់មានដាននៃសេចក្តីរីករាយក្នុងពិធីមង្គលការទេមានតែកំហឹងដែលមិនអាចលាក់បាំងបានចេញពីទីនេះទៅគូឆឹងស្រែកព្យាយាមដើរជិះនាងខាងស៊ីនបាំងមិនអនុញ្ញាតឲ្យគាត់ដើរបោះជំហានទៅមុខតើនាងចង់ធ្វើអ្វីនៅមិនខ្មាស់គេគ្រប់គ្រាន់តែគូឆឹងមើលទីនេះមើលគាត់នេះមិនជាទីកន្លែងរបស់អ្នកទេគូឆឹងហាក់ដូចបានលើដំណឹងដ៏អស់សំណើចធំបំផុតនៅលើពិភពលោកគាត់ជារបស់ខ្ញុំយើងនៅជាមួយគ្នាអស់8ឆ្នាំហើយអាមួយនេះមិនដឹងចេញមកពីណាគេខេជារបស់ស្អីស៊ីជីគាត់បានលើកសំឡេងឡើងហើយព្យាយាមមើលហ៊ូសេងឆ្ពោះទៅស៊ីជីយើងដើរលើកំរាលព្រំក្រហមបានឈប់ស៊ីជីបកស្រាយរឿងនេះឲ្យខ្ញុំច្បាស់មានអ្វីកើតឡើងឯងកំពុងលេងសើចនឹងខ្ញុំមែនទេការបាត់បង់ការគ្រប់គ្រងរបស់គាត់បានតាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវជុំវិញងាកមើលតែទិដ្ឋភាពនោះមានសំឡេងរំខានសំឡេងចុងក្រោយនោះមិនគ្រប់គ្រាន់ទេដើម្បីឲ្យវាអាចបញ្ជូនទៅត្រចៀកកូនក្រមុំនិងកូនមុខរបស់ថេងឆិនកាន់តែត្រជាក់គ្រប់គ្រងសំឡេងរបស់នាងដើម្បីកុំឲ្យមនុស្សច្រើនអ្នកឬវាគូឆឹងសួរខ្លួនឯងមើលតើ8នេះអ្នកណាលេងជាមួយអ្នកណាឆៃឆាយបានផ្ដល់ឱកាសឲ្យអ្នកប៉ុន្មានដងតើអ្នកអាចរាប់វាដោយខ្លួនឯងបានទេភូមិផ្កាលើកមុនសេងខឹងខ្លាំងណាស់អ្នកដឹងទេនាងដើម្បីរងចាំពេលនោះទើបធ្វើការសម្រេចចិត្តធំប៉ុណ្ណាពេលមុននាងត្រឡប់ទៅស្រុកកំណើតរបស់នាងបានជួបឪពុកម្ដាយគូរួចហើយនោះគឺផ្លូវចុងក្រោយនាងទុកសម្រាប់អ្នកនាងនិយាយថាឲ្យតែនៅថ្ងៃនោះអ្នកយកភូមិផ្កាគ្រាន់តែដើរទៅរកនាងក៏ដោយឬគ្រាន់តែនិយាយនៅទីសាធារណៈថាខ្ញុំនឹងរៀបការជាមួយអ្នកឬគ្រាន់តែជាការបដិញ្ញាចិត្តច្បាស់លាស់ឲ្យនាងនឹងបដិសេធការចូលស្ដីរបស់គ្រួសារគូស៊ីភ្លាមហើយនៅតែបន្តធ្វើមនុស្សល្ងងខ្លៅទៀតបន្តរងចាំអ្នកប្រស្រីភ្នែកគូឆេងរួញតូចភូមិផ្កាគឺជាឱកាសចុងក្រោយខាងស៊ីនឃើញគាត់ភ្លាមនោះក៏បាត់ស្មារតីញឹមកាន់តែត្រជាក់តែអ្នកវិញគូឆឹងតើអ្នកបានធ្វើអ្វីអ្នកយកភូមិផ្កាចេញដោយផ្ទាល់យកទៅឲ្យបេវីវេនៅចំពោះមុខមនុស្សគ្រប់គ្នាប្រាប់នាងថាចាំលើកក្រោយតើអ្នកដឹងទេថាអ្នកបានរុញអ្វីចេញនៅមានបេវីវេក្នុងភ្នែករបស់ស៊ីនជំនួសខ្ញុំមានអារម្មណ៍សោកស្ដាយការជិះចាប់និងកំហឹងដាក់លេខាធិការនោះមិនដឹងប៉ុន្មានដងហើយពេលអ្នកស្រវឹងប្រើសំឡេងញញក់មីយាទេទូរស័ព្ទឲ្យស៊ីជឺទៅទទួលអ្នកប៉ុន្មានដងហើយធ្វើជាប្រឡាក់ស្នាមបូមាត់និងក្លិនទឹកអប់ដែលបន្សល់ទុកប៉ុន្មានដងហើយនៅក្នុងការជិះជាក្រុមរបស់ក្រុមហ៊ុនអ្នកនៅក្នុង WeChat Moments បង្ហោះរឿងដែលមានតែពាក្យកូដដែលមានតែឯងទើបអាចយល់បាននាងថែមទាំងហ៊ានលួចលាក់ប្រាប់ស៊ីជឺថាឯងនឹងនាងដេកជាមួយគ្នាយូរហើយខ្លួនរបស់គីឆេងចង់ដួលគាត់ចង់បដិសេធចង់និយាយថាបាយវៃមិនមែនជាមនុស្សបែបនោះទេតែរឿងស្រពេចស្រពើទាំងនោះតែគាត់មានចិត្តរំលងចោលនោះពេលនេះបានរំលឹកលេចចេញមកការអង្វរសុំជំនួយនៅយប់ជ្រៅរបស់ការរជ្រុះក្រវិលទុកក្នុងឡាននិងនៅពេលជួបជុំគ្នាតែងមានចិត្តនាងនិយាយពិភាក្សារឿងដែរមានតែនាងនិងគាត់ទេដែលដឹងអំពីវាស៊ីជឿរាល់ដងតែងជ្រើសរើសជឿលើអ្នកសំឡេងស៊ីនចង់អួរដើរមុខនាងហាក់ដូចជាមនុស្សល្ងងម្នាក់យកការសង្ស័យទាំងនោះទំពាហើយលេបចូលហើយស្ដាប់ចម្លើយមិនសមហេតុផលរបស់អ្នកថាវាគ្រាន់តែជាការងារប៉ុណ្ណោះនាងជាលេខារបស់ខ្ញុំអ្នកគិតច្រើនពេកហើយគូឆឹងតើបេះដូងរបស់អ្នកនៅឯណាតើត្រូវបានឆ្កែស៊ីមែនទេឬមួយក៏វាត្រូវបានផ្ដល់ឲ្យលេខាបាយក្មេងស្រីដ៏ស្រស់ស្អាតមិនមែនទេគូឆឹងបើកមាត់របស់គាត់ប៉ុន្តែការពន្យល់ទាំងអស់គឺខ្សោយនិងឥតប្រយោជន៍ខាងស៊ីនសម្លឹងមើលគាត់ជាលើកចុងក្រោយភ្នែកពោពេញដោយការមើលងាយគេឆេងអ្នកសមុខ
ធ្វើឲ្យបាត់បង់មនុស្សដែលស្រឡាញ់អ្នកជាងគេលើលោកចាប់ពីពេលនេះទៅនាងគឺអ្នកស្រីគូហើយតែមិនមែនជាប្រពន្ធរបស់អ្នកទេអ្នកមិនគួរបង្កបញ្ហាទេអង្គរៈខ្ញុំរកមិនមែនជាមនុស្សសុយបន្លែទេនិយាយចប់នាងងាកខ្លួនដោយមិនខ្វល់ហើយរត់ដើម្បីតាមទាន់ក្បួនដង្ហែកូនក្រមុំហើយញឹមយ៉ាងស្រស់គូឆឹងឈរយ៉ាងគាំងនៅនឹងកន្លែងនៅចុងព្រំក្រហមគូស៊ីធ្នំលើកស្បែកគ្របហើយអន់ក្បាលចុះពលចង់ថាប់ថ្ងាសស្នៀងគូឆឹងបាត់បង់ការគ្រប់គ្រងហើយប្រញាប់ប្រញាល់រត់ទៅមុខតែលើកនេះមិនតគាត់អបគាត់យ៉ាងណែនបងគូស្ងប់ចិត្តទៅពួកគេកំពុងប្រើខ្លាំងមែនតែនទប់ឲ្យគាត់នៅនឹងកន្លែងលេងខ្ញុំភ្នែករបស់គូឆឹងឡើងក្រហមរើបំរាស់សំឡក់សំឡឹងមើលទៅមុខការថាប់ធ្នំនោះលើថ្ងាសយឺតកាមេរ៉ាដូចបានធ្វើទារុណកម្មគាត់នោះជារបស់ខ្ញុំ CG ជារបស់ខ្ញុំមិនក៏យ៉ាងនេះតើនាងហ៊ានធ្វើដូចម្ដេច